ប្រធានាធិបតីដូណាល់ត្រាំតាមរយៈវីដេអូមួយបង្ហោះកាលពីថ្ងៃអាទិត្យបានប្រកាសបដិញ្ញាសងសឹកចំពោះការស្លាប់របស់ទាហានអាមេរិក3នាក់បន្ទាប់ពីការវាយប្រហាររួមគ្នាដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់និងចោទប្រកាន់របបអ៊ីរ៉ង់ថាកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអរិយធម៌ខ្លួនឯងកាសែត The Guardian បានចុះផ្សាយដោយចំណងជើងធំៗថាលោកដូណាល់ត្រាំនិយាយថាទាហានអាមេរិកអាចនឹងត្រូវពលីជីវិតបន្ថែមទៀតមុននឹងចំនួនអ៊ីរ៉ង់បញ្ចប់ដែលនេះឆ្លុះបញ្ចាំងឃើញថាលោកដូណាល់ត្រាំបដិញ្ញាបន្តវាយប្រហារទៅលើអ៊ីរ៉ង់ទាល់តែសម្រេចគោលដៅទោះជាត្រូវពលីទាហានអាមេរិកបន្ថែមទៀតទោះជាមិនបញ្ជាក់ថាតើគោលដៅទាំងនោះមានអ្វីឲ្យប្រកបក៏ដោយក៏លោកដូណាល់ត្រាំនិយាយថាសង្គ្រាមជាមួយអ៊ីរ៉ង់គឺដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់អធិភាពរបស់សហរដ្ឋអាមេរិកខណៈដែលរបបអ៊ីរ៉ង់ដែលប្រដាប់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយនិងកម្មវិធីអាវុធនុយក្លេអ៊ែរនឹងក្លាយជាការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចដល់ពលរដ្ឋអាមេរិកគ្រប់រូបលោកដូណាល់ត្រាំបានលើកឡើងថាគួរឲ្យសោកស្ដាយទាហានអាមេរិកអាចនឹងត្រូវពលីបន្ថែមទៀតមុនពេលចំនួននេះបញ្ចប់ប៉ុន្តែយើងនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យរឿងនោះកើតឡើងអាមេរិកនឹងសងសឹកចំពោះការស្លាប់របស់ទាហានអាមេរិកហើយនឹងបើកការវាយប្រហារយ៉ាងខ្លាំងក្លាបំផុតទៅលើក្រុមភេរវករដែលបង្កសង្គ្រាមប្រឆាំងនឹងអរិយធម៌របស់មនុស្សជាតិ